នៅពេលដែលខ្ញុំចេញពីផ្ទះគ្រូសាខ្ញុំមានពាក្យប្រមាណម៉ាត់ដែលធ្វើឲ្យខ្ញុំមានកម្លាំងចិត្តខំប្រឹងតស៊ូទៅមុខជានិច្ចគាត់និយាយថាពេលកូនចេញពីស្រុកត្រូវមើលទៅមុខក៏មើលក្រោយប្រឹងទៅមុខទៅជីវិតកូនបានល្អប្រសើរពេលកូនចេញពីស្រុកកុំស្ដាយគេអាកកុំស្ដាយស្រែចម្ការកុំស្ដាយដីធ្លីដែលពួកគាត់មានបើកូននៅតែសម្លឹងទ្រពទាំងអស់នឹងកូនទៅមុខអត់បានឆ្ងាយទេកុំទៅរកលុយបដើនឹកឃើញថ្ងៃណាមួយមកលក់ទ្រព្យសម្បត្តិទាំងអស់នឹងធ្វើមានវិញអានឹងកូនគិតខុសហើយគាត់និយាយថាកូនចេញពីស្រុកទៅហើយកូនត្រូវតែប្រឹងលើខ្លួនឯងប្រឹងដោយសមត្ថភាពខ្លួនឯងកសាងភាពមានបានដោយខ្លួនឯងស្រុកយើងមានរឿងអស្ចារ្យជាច្រើនជាងទ្រព្យសម្បត្តិដែលឪពុកម្ដាយកំពុងមាននឹងទៀតផងបើកូនចេះកសាងខ្លួនឲ្យមានបានដោយខ្លួនឯងអានឹងទើបកូនខ្លាំងទៅថ្ងៃមុខគាត់និយាយថាបើមានពេលកូនត្រូវតែរៀនម៉ែឪមិនដឹងថារៀនទៅវាបានធ្វើ